កិច្ចពិភាក្សារវាងអាមេរិកនិងអ៊ីរ៉ង់ទ្រង់ធ្វើនៅចុងសប្តាហ៍នេះក្រោយបោះសម្ដីធ្ងន់ៗដាក់គ្នាកន្លងទៅយោងតាមប្រព័ន្ធផ្សព្វផ្សាយ NAK បានរាយការណ៍កាលពីថ្ងៃច័ន្ទថ្ងៃទី2កុម្ភៈថាកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គ្រោងនឹងធ្វើឡើងនៅប្រទេសទូគីនាចុងសប្តាហ៍នេះបន្ទាប់ពីភាគីទាំងពីរបានបោះសម្ដីធ្ងន់ៗផ្លែផ្កាឲ្យគ្នាទៅមកចាប់តាំងពីចំនួនតានតឹងដ៏យូរអង្វែងយ៉ាងណានេះនឹងក្លាយជាកិច្ចប្រជុំលើកដំបូងរវាងភាគីទាំងពីរចាប់តាំងពីការចរចាបានដួលរលំនិងប្រយុទ្ធគ្នាកាលពីខែមិថុនាឆ្នាំមុនវានឹងកើតឡើងនៅក្នុងអំឡុងពេលនៃការកសាងយោធាដ៏ធំរបស់សហរដ្ឋអាមេរិកនិងឈូងសមុទ្រមធ្យោបាយតែមួយគត់ដើម្បីជំនះជៀសវាងយោធាកិច្ចព្រមព្រៀងរហ័សតាមប្រភពដដែលលោក Steve Witkoff បេសកជនអាមេរិកពិសេសលោក Janet Kushner កូនប្រសាររបស់លោកត្រាំនិងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi នឹងជួបគ្នានៅទីក្រុង Istanbul ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារការទូតឡើងវិញលើកចំនួនដ៏យូរអង្វែងអំពីនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងបំបត្តិការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់ថ្មីដែលមន្ត្រីការទូតនៅក្នុងតំបន់ម្នាក់បាននិយាយថាតំណាងមកពីប្រទេសដូចជាអារ៉ាប៊ីសាអូឌីតកាតាអារ៉ាប់រួមអេស៊ីបក៏ដូចជាប្រទេសមួយចំនួនទៀតក៏នឹងចូលរួមផងដែររបាយការណ៍បានដកស្រង់សម្ដីអាមេរិកម្នាក់បានលើកឡើងថាកិច្ចប្រជុំនឹងផ្ដោតទៅលើការដាក់បញ្ចូលគ្នានៅកិច្ចព្រមព្រៀងកញ្ចប់ដែលការពារសង្គ្រាមជាពិសេសកិច្ចប្រជុំនេះគឺលទ្ធផលនៃការប្រជុំជំរុញការទូតដោយប្រទេសទូគីអេស៊ីបកាតាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ក៏បានរាយការណ៍ផងដែរថាប្រធានាធិបតីបានបញ្ជាឲ្យមានការចរចាជាថ្មីជាមួយសហរដ្ឋអាមេរិកប៉ុន្តែនៅមានចន្លោះប្រហោងធំៗដដែលជាស្ដីរដ្ឋបាលត្រាំកំពុងទាមទារឲ្យកិច្ចព្រមព្រៀងណាមួយគ្របដណ្ដប់លើកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់អ៊ីរ៉ង់ក៏ដូចជានៅក្នុងតំបន់ប៉ុន្តែអ៊ីរ៉ង់ចង់បានតែបញ្ហានុយក្លេអ៊ែរនៅលើតុចរចាតែប៉ុណ្ណោះលើពីនេះលោកត្រាំនៅតែបន្តបោះសម្ដីពាក្យធ្ងន់ដាក់អ៊ីរ៉ង់ថាទីក្រុងតេហរ៉ង់នឹងជួបរឿងអាក្រក់បើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងស្របពេលកងនាវាអាមេរិកមួយចំនួនធំដែលសុទ្ធសឹងជានាវាធំៗកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់